សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹង admin ម្ដងទៀតហើយណាដែលថ្ងៃនេះ admin បានមកសម្រាយបន្តនៅរឿងស្រឡាញ់ខ្លាំងភាគទី5ជាបន្តទៀតប៉ុន្តែមុននឹងចូលដល់សាច់រឿងសង្ខេបសូមបងប្អូនកុំភ្លេចជួយចុច Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងនៅលើ Channel របស់ admin ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗមុនគេនៅពេលដែល admin អាប់ឡូតនៅភាគបន្តសាច់រឿងរបស់យើងកាលពីភាគមុននៅពេលដែលតួប្រុសរបស់យើងបានអូសដៃរបស់កញ្ញាស៊ូជីនប៊ីមកដល់ក្នុងបន្ទប់ដាក់ឧបករណ៍ពេទ្យនឹងតួស្រីរបស់យើងក៏រាំងផ្លឹកហើយក៏ភាំងតិចដែររួចក៏ឈោមើលមុខតួប្រុសយើងមកសន្ទុះហើយណាបន្ទាប់មកក៏បានយកដៃនឹងទៅវាយដៃរបស់តួប្រុសយើងចាញ់ដែលកាន់ដៃតួស្រីយើងបន្ទាប់ពីឃើញអញ្ចឹងមកសន្ទុះក្រោយមកស្រាប់តែមានសត្វពីងពីងមួយនឹងវាបានធ្លាក់មកនៅនឹងមុខតួប្រុសរបស់យើងតែចៃដន្យអីតួប្រុសរបស់យើងខ្លាចពីងពីងហើយតួប្រុសរបស់យើងក៏អត់ហ៊ានចាប់ចេញដែរទុកឲ្យកញ្ញាស៊ូជីនប៊ីគឺជាអ្នកចាប់ចេញតួស្រីរបស់យើងក៏បានយកกระดาษទៅខ្ចប់ចាញ់ណាដែលបំរុងនឹងយកទៅបោះចោលហើយស្រាប់តែគិតឃើញថាតួប្រុសរបស់យើងខ្លាចពីងពីងអញ្ចឹងហើយតួស្រីរបស់យើងក៏មានគំនិតចង់យកពីងពីងនឹងទៅលោតួប្រុសណាបន្ទាប់ពីចាប់ពីងពីងនឹងរួចហើយតួស្រីយើងក៏បាននិយាយថាដឹកទៅចៅរួចហើយក៏បានយកសាប់ពីងពីងនឹងទៅលោតួប្រុសរបស់យើងតាមមើលទៅតួប្រុសរបស់យើងគឺខ្លាចសត្វនឹងខ្លាំងមែនទែនតួប្រុសរបស់យើងខំងាកចាញ់ណាងាកមុខពីឆ្វេងទៅស្ដាំពីស្ដាំមកឆ្វេងដើម្បីគេចពីសត្វពីងពីងនឹងឯងបន្ទាប់ពីតួស្រីរបស់យើងបានលោតួប្រុសរបស់យើងបានមកសន្ទុះក្រោយមកស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់បានដើរចូលមកយកឧបករណ៍ពេទ្យហើយចូលបើកទ្វារចូលមកក៏បានឃើញតួប្រុសនិងតួស្រីរបស់យើងនៅក្នុងបន្ទប់នឹងដែររួចហើយក៏បាននិយាយថាសំទោសហើយក៏បានដើរចាញ់បាត់ទៅមកសន្ទុះក្រោយមកអ្នកគ្រូពេទ្យម្នាក់នឹងក៏បានដើរចូលមកម្ដងទៀតរួចហើយក៏បាននិយាយថាសំទោសដុកទ័រចៅខ្ញុំចូលមកនេះគឺដើម្បីយកឧបករណ៍ពេទ្យបន្ទាប់ពីឮអញ្ចឹងតួប្រុសនិងតួស្រីរបស់យើងមានអារម្មណ៍ថាល្អះខ្លួនណាព្រោះអីគេចូលមកឡើង2ដងហើយឃើញទាំង2ដងរួចហើយតួប្រុសនិងតួស្រីរបស់យើងក៏បានដើរចេញពីបន្ទប់បាត់ទៅកាត់រូបភាពមកមើលខាងនេះវិញម្ដងនៅពេលដែលតួស្រីរបស់យើងបានដើរចូលមកដល់ក្នុងបន្ទប់នេះវិញក៏បានជួបនឹងអបិជាវ័យណាដែលអបិជាវ័យមកនឹងគឺដើម្បីមកសួរសុខទុក្ខតួស្រីយើងនឹងឯងដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃមុនបន្ទាប់ពីមកសួរសុខទុក្ខតួស្រីរបស់យើងបានមកសន្ទុះក្រោយមកអបិជាវ័យនឹងក៏បានយកព័ត៌មានដែលគេកំពុងតែសោកសាយក្នុងសង្គមនឹងមកឲ្យតួស្រីយើងមើលហើយក៏បាននិយាយថាខ្ញុំសំទោសកញ្ញាស៊ូជីនប៊ីព្រោះវាគ្រាន់តែជាអបតហេតុមួយតែប៉ុណ្ណោះចឹងហើយអបិជាវ័យនឹងគឺអត់ចង់ឲ្យតួស្រីរបស់យើងគិតច្រើនទេហើយតួស្រីរបស់យើងក៏បាននិយាយថាមិនអីទេវាគ្រាន់តែជាអបតហេតុតែប៉ុណ្ណោះកន្លែងនឹងadminសូមបញ្ជាក់ថាចាអបិជាវ័យនឹងក៏លួចស្រឡាញ់តួស្រីយើងដែរលួចស្រឡាញ់តួស្រីយើងតាំងពីតួស្រីរបស់យើងទើបតែនឹងចូលសិល្បៈដំបូងមកម៉េះបានមកសន្ទុះក្រោយមកតួប្រុសរបស់យើងក៏បានដើរចូលមកដល់ហើយណាទើបពីឃើញតួប្រុសយើងដើរចូលមកអញ្ចឹងតួស្រីរបស់យើងក៏បាននឹកគិតដល់សម្ដីរបស់កញ្ញាឌីឌីណាដែលកញ្ញាឌីឌីបាននិយាយថាបើសិនជាតួស្រីរបស់យើងចង់ឲ្យតួប្រុសរបស់យើងស្រឡាញ់តើតែធ្វើឲ្យតួប្រុសរបស់យើងនឹងចំណែនឬមួយក៏ប្រច័ណ្ឌចឹងទៅបន្ទាប់ពីនឹកឃើញស្ដីរបស់កញ្ញាឌីឌីរួចមកតួស្រីរបស់យើងក៏បានរលេះណាតួស្រីរបស់យើងបាននិយាយថាខ្ញុំឈឺដៃខ្លាំងណាស់ខ្ញុំញ៉ាំបាយញ៉ាំអីមិនកើតទេរួចហើយក៏បានទៅរំអុកដាក់អបិជាវ័យហ្នឹងណាដើម្បីឲ្យអបិជាវ័យហ្នឹងបញ្ចុកបាយខ្លួនបន្ទាប់ពីអបិនឹងរងនឹងបញ្ចុកបាយឲ្យតួស្រីញ៉ាំហើយតួប្រុសរបស់យើងក៏បានហាមឃាត់គេណារួចហើយក៏បាននិយាយផ្អាកថាប៉ុន្តែកញ្ញាស៊ូដៃរបស់កញ្ញាគឺនៅល្អនៅឡើយទេតួប្រុសរបស់យើងនិយាយអញ្ចឹងហើយក៏បានបន្តនិយាយទៀតថាថ្ងៃស្អែកនេះនាងអាចចេញពីមន្ទីរពេទ្យបានហើយបន្ទាប់ពីនិយាយប្រាប់តួស្រីរួចហើយតួប្រុសរបស់យើងក៏បានដើរចេញបាត់ទៅកាត់រូបភាពមកមើលតួប្រុសរបស់យើងនឹងអបិសោសងពេលដែលដើរចេញមកខាងក្រៅមន្ទីរពេទ្យនេះវិញម្ដង
ដើរបដើនិយាយបដើអបិសសងនឹងក៏បាននិយាយពីរឿងគូទៅដឹងរបស់តួប្រុសណានិយាយពីរឿងរបស់តួស្រីយើងនឹងឯងថាខ្លួនពិតជាខ្វល់ខ្វាយជំនឿតួប្រុសរបស់យើងខាងមែនទែនហើយងាកមកមើលខាងនេះតួស្រីរបស់យើងកំពុងតែលេងសារជាមួយនឹងកញ្ញាឌីឌីណាដែលបានធ្វើឲ្យតួប្រុសរបស់យើងប្រច័ណ្ឌលេងបដើសើចបដើនឹងមានក្តីសុខហើយមើលតួប្រុសរបស់យើងនៅវិញអង្គុយធ្វើការបដើគឺអត់ស្ងប់ចិត្តទេធ្វើការបដើនឹកឃើញដល់ស្ដីដែលបងប្រុសខ្លួននិយាយផងហើយនឹងគិតដល់រឿងដែលអបិសោសងនឹងនិយាយផងដែលធ្វើឲ្យតួប្រុសរបស់យើងឈឺក្បាលខ្លាំងមែនទែនហើយក៏អង្គុយធ្វើមុខលឹងស្អុយប៉ែនៅក្នុងនឹងឯងកាត់រូបភាពមកមើលខាងនេះវិញម្ដងបន្ទាប់ពីចេញពី office មកតួប្រុសរបស់យើងក៏បានដើរចេញមកសញ្ញាឯកសារណាហើយក៏បានឃើញនារីម្នាក់ប្លែកមុខបានដើរលឹបលោលួចមកជួបលួចមកគោះទ្វារបន្ទប់តួស្រីបន្ទាប់ពីតួស្រីរបស់យើងបានដើរចេញមកកញ្ញានោះក៏បានស្រែកថាស៊ឺចិនប៊ីរួចហើយក៏ជិះទឹកដាក់មុខតួស្រីយើងតែម្ដងបន្ទាប់ពីឃើញអញ្ចឹងតួប្រុសរបស់យើងក៏បានរត់មកពាំងមុខណារួចហើយក៏បាននិយាយថាទីនេះគឺជាមន្ទីរពេទ្យសូមនាងរក្សាភាពស្ងៀមស្ងាត់បន្តិចទៅហើយកញ្ញាម្នាក់នោះក៏បានមួម៉ៅខ្លាំងមែនទែនដែលស្រែកបដើស្រែកទាំងមិនអស់ចិត្តណាហើយពេទ្យក៏បានចាប់ស្រីម្នាក់នោះចេញបាត់ទៅតួប្រុសរបស់យើងក៏បានបែរមកនិយាយជាមួយតួស្រីយើងថាខ្ញុំគិតថានាងគួរតែចាក់ចែងពីមន្ទីរពេទ្យនេះទៅប្រសិនបើនាងមិនចង់ឲ្យមានគ្រោះថ្នាក់តួស្រីយើងក៏បាននិយាយថាតើមានរឿងអ្វីកើតឡើងបើសិនជាខ្ញុំមិនចាក់ចែងពីមន្ទីរពេទ្យនេះតើលោកពិតជាចង់ឲ្យខ្ញុំចេញពីមន្ទីរពេទ្យនេះខ្លាំងណាស់មែនទេតួប្រុសរបស់យើងក៏បានអត់និយាយអីដែររួចហើយក៏បានបែរដើរងាកចេញមកទៅដែលធ្វើឲ្យតួស្រីរបស់យើងឈឺចាប់ខ្លាំងមែនទេនិយាយរួមទៅណាគេមិនឈឺចាប់មនុស្សដែលខ្លួនស្រឡាញ់អត់ការពារខ្លួនហើយត្រូវមកគេដេញចេញចឹងទៀតតួស្រីរបស់យើងក៏បានដើរចូលទៅក្នុងបន្ទប់ហើយក៏រៀបចំអីវ៉ាន់ណារៀបចំបដាទឹកមុខក៏មិនស្រស់ហ្មងដែររៀបចំរួចហើយក៏បានដើរចេញមកក្រៅបន្ទប់វិញក៏បានជួបនឹងតួប្រុសរបស់យើងនៅមុខបន្ទប់ណាហើយតួស្រីរបស់យើងក៏បានបន្តនិយាយទៀតថាតើលោកពិតជាបានដឹងរួចមកហើយមែនទេថាខ្ញុំគឺជាអ្នកណាប៉ុន្តែលោកនៅតែធ្វើជាមិនស្គាល់ខ្ញុំតើវាពិតជាអស្ចារ្យខ្លាំងណាស់មែនទេវាប្រៀបដូចជារឿងកំ pl ែងអញ្ចឹងតួស្រីរបស់យើងនិយាយទាំងឈឺចាប់ណាបន្ទាប់ពីឮតួស្រីរបស់យើងនិយាយអញ្ចឹងតួប្រុសរបស់យើងក៏បានឆ្លើយទៅកាន់តួស្រីថាមិនមែនខ្ញុំមិនចង់ស្គាល់នាងទេប៉ុន្តែគ្រាន់តែខ្ញុំរកពេលវេលាដែលស័ក្តិសមមួយមិនទាន់បានតែប៉ុណ្ណោះតួស្រីរបស់យើងក៏បាននិយាយថាតើពិតមែនឬទេហើយតួប្រុសរបស់យើងក៏បាននិយាយថាពិតមែនតួស្រីរបស់យើងក៏បាននិយាយបន្តថាលោកមិនទាំងបានទៅចូលរួមនៅក្នុងកម្មវិធីភ្ជាប់ពាក្យនោះផងតើលោកចង់ឲ្យខ្ញុំជឿលោកបានយ៉ាងដូចម្តេចហើយតួប្រុសរបស់យើងក៏បាននិយាយទៀតថាតាមដែលខ្ញុំដឹងកញ្ញាស៊ូក៏មិនបានទៅចូលរួមក្នុងកម្មវិធីភ្ជាប់ពាក្យនោះដែរហើយតួស្រីថាតើលោកចង់ឲ្យខ្ញុំទៅចូលរួមនៅក្នុងកម្មវិធីនោះបានយ៉ាងដូចម្តេចប្រសិនបើថ្ងៃនោះខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវគឺតើតួប្រុសរបស់យើងអត់មាននិយាយអត់មានគិតអីសោះហ្មងចេះតែនិយាយហ្មងហើយតួប្រុសរបស់យើងក៏បាននិយាយថាតាមពិតទៅនាងបានជាយូរមកហើយប៉ុន្តែនាងមិនព្រមចាក់ចែងពីមន្ទីរពេទ្យនេះសោះដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកជំងឺផ្សេងទៀតក៏ដូចជាប៉ះពាល់ដល់ការងាររបស់ខ្ញុំផងដែរហើយតួស្រីរបស់យើងក៏បានសើចទាំងហួសចិត្តណារួចហើយក៏បាននិយាយថាប៉ះពាល់ដល់ការងាររបស់លោកតើការងាររបស់លោកពិតជាសំខាន់ជាងគូដណ្ដឹងរបស់លោកទៀតមែនទេហើយតួប្រុសរបស់យើងក៏បានអត់និយាយអីតទៀតដែរតួស្រីរបស់យើងក៏បាននិយាយថាតាមពិតទៅពិធីភ្ជាប់ពាក្យក៏ដូចជាពិធីអាពាហ៍ពិពាហ៍នេះគួរតែកំកើតឡើងតាំងពីដំបូងមកម្លេះលោកគួរតែនិយាយថាអាពាហ៍ពិពាហ៍នេះគួរតែ
មិនអាចកើតឡើងបានទេហើយតួស្រីរបស់យើងក៏បានបន្តនិយាយទៀតថាខ្ញុំមិនត្រូវការមនុស្សប្រុសបែបនេះមកធ្វើជាគូដណ្ដឹងរបស់ខ្ញុំទេតួស្រីរបស់យើងនិយាយឡើងដាច់ផឹងរួចហើយក៏បានដើរចេញបាត់ទៅដើរចេញមិនទាន់បានផុតពីមុខតួប្រុសយើងផងអាស្បែកជើងនឹងក៏បានធ្វើស៊ីទៀតគិតទៅអត់មានអាណិតចិត្តម្ចាស់វាសោះហ្មងអាម្ចាស់វាកំពុងតែខូចចិត្តកំពុងតែសេតបាក់បែករឿងស្នេហាហើយវាមកបាក់កែងស្របពេលនឹងទៀតគិតទៅវាអត់អាសូរម្ចាស់ហ្មងបន្ទាប់ពីឃើញចាញ់តួប្រុសរបស់យើងក៏បានស្ទុះរត់ទៅមើលតួស្រីយ៉ាងលឿនដោយបារម្ភពីគេដែរតែតួស្រីរបស់យើងក៏បានដាច់ចិត្តហើយអត់និយាយរួចតួប្រុសទេរួចហើយក៏បានដោះស្បែកជើងទុកចោលនឹងរួចហើយក៏បានដើរចេញបាត់ទៅដែលជាហេតុធ្វើឲ្យតួប្រុសរបស់យើងឈរធ្វើមុខសេតនៅនឹងម្នាក់ឯងមានចង់ប្រាប់ថារឿងស្រឡាញ់ខ្លាំងភាគទី5សូមឆ្លេះតែប៉ុណ្្នឹងសិនហើយបើសិនជាបងប្អូនចង់ដឹងថានៅភាគទី6សាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាទៀតនោះសូមកុំភ្លេចរងចាំតាមដានទស្សនាជាមួយនឹង admin ជាបន្តទៀតតែជាចុងក្រោយក៏សូមកុំភ្លេចជួយចុច subscribe ឲ្យ admin ក៏ដូចជាដាក់សញ្ញាកណ្ដឹងនៅលើ channel របស់ admin ម្នាក់មួយផងហើយប្រសិនបើជាមានប្រិយមិត្តណាចង់ជួយឧបត្ថម្ភ admin អាចឧបត្ថម្ភតាមរយៈគណនី ABA ដែល admin បានដាក់នៅលើអេក្រង់មានស្រាប់ដើម្បីជួយលើកទឹកចិត្ត admin ណាចឹងសូមអរគុណបាយបាយ